Chẳng là lâu này đo phơi dương từ làng khăn sai ta khoan là mồm này anh đây chỉ một tô làng hồi giờ lâu đi ọt miền cái này hay chim này anh càn đai môi thế này càn đai môi đầm bây giờ chim một tô làng rồi xa tầm miền bong ôn nhưng còn xua tràn với xua tháp bong tê sập hiệp khai pram rồi có phơi để dương từ khăn xa nó vì mạch đá nó đang khai pram lâu nhầm đang từ bà hai máu ta lâu dương chim một tô làng ta làm nào mới nhauเราได้ชี้ได้มวยลาง Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ដល់កន្លែងផ្លូវចោតខ្លាំងហើយកន្លែងផ្លូវចោតខ្លាំងហ្នឹងតោះឥឡូវយើងបន្តទៅមុខបន្តទៀតអូតោះឥឡូវយើងបន្តទៅមុខរតនៈទៀតជិះរតនៈស្រាលមុខចឹងចំណោទពោះយើងឆ្លងផុតអស់ហើយនៅសល់តែចំណោទទៀបនៅខាងមុខហើយសម្រាប់ម៉ូតូខ្ញុំបើសិនជាជិះដៃ2គឺអត់ពិបាកទេផ្លូវនេះគឺខ្ញុំមកធូរតែនេះយើងជិះដៃ1ដោយសារតែផ្ដិតយករូបភាពតាមផ្លូវឲ្យបងប្អូនទាំងអស់គ្នាមើលតែឥឡូវយើងបន្តទៅ
នេះយើងចិត្តដល់ខ្នងស្រល់ហើយឡើងតែមកទួលទៀតគឺដល់ខ្នងស្រល់ហើយអញ្ចឹងយើងឡើងទួលអស់ហើយកន្លែងទួលនេះគឺក្បែរនៅខ្នងស្រល់ហើយយើងឡើងតែមកទួលនឹងទៀតមកទួលកាច់ជ្រុងនេះឡើងតែមកទួលនឹងទៀតគឺដល់ខ្នងស្រល់គេហៅដានព្រះអង្គហ្នឹងយើងឡើងដល់ហ្នឹងគឺយើងឡើងបន្តិចដល់ខ្នងសំពៅហើយអញ្ចឹងឥឡូវនេះយើងបន្តទៅមុខទៀតដោយសារតែនៅតែបន្តិចទៀតទេគឺយើងដល់ខ្នងព្រះអង្គឬក៏ខ្នងស្រល់យើងបន្តទៅមុខបន្តិចទៀតតោះចឹងបងប្អូនអរគ្នាយើងមកដល់គោលដៅខ្នងសំពៅចឹងស្មៅចាប់ផ្ដើមលាស់ខៀវខ្ចីមកវិញហើយព្រោះភ្លើងស្នាមភ្លើងទៅឆេះភ្លើងទៅឆេះបងប្អូនចឹងដោយសារតែមានបងប្អូនឆាតមកសួរចង់ដឹងពីទេសភាពនៅដើមខែ5នេះលើខ្នងផ្សារខ្នងសំពៅនេះស្អាតហើយនៅស្មៅលាស់ខៀវខ្ចីអត់ចឹងយើងអត់អាចកំណត់បានទេបើយើងធ្លាប់មកឆ្នាំមុនលាស់ឆ្នាំនេះក៏យើងអត់កំណត់បានដែរអាស្រ័យទៅលើវាភ្លើងឆាប់ឆេះឬក៏ក្រឆេះអញ្ចឹងឆ្នាំនេះភ្លើងក្រឆេះអាស្មៅងាប់ហ្នឹងគេទើបតែដុតតាមក្រំដឹងគេដុតឬក៏វាឆេះខ្លួនឯងគេទើបតែដុតឬក៏វាទើបឆេះអញ្ចឹងហើយវារៀងលាស់រៀងយឺត
អត់ដូចរាល់ឆ្នាំដើមខែ5គឺចាប់ដើមលាស់ខៀវជាងហ្នឹងអញ្ចឹងខែនេះរឿងស្ទើរបន្តិចបើសិនជាបងប្អូនចង់មកលេងពេញស្អាតអីអាចនឹងពាក់កណ្ដាលខែ5ក៏ប៉ុន្តែឥឡូវនេះចាប់ដើមលាស់ខៀវហើយបងប្អូនអាចមកលេងបានបដាតែបើថាចង់ពេញស្អាតពាក់កណ្ដាលខែ5ឬក៏ខែ6នេះចឹងនៅខាងលើក៏មានអ្នកលក់ដែរបងប្អូនអាចមកទិញបានយកសំណប់មកឡើងមកក្នុងផ្សារជីដៃមួយឡើងញ័រដៃទៅតាត់ហ្នឹង